anh bán phật tại nhung mua tha đối cho nên anhត្រូវតែទទួលខុសត្រូវមកលើខ្ញុំស្អីចេះនេះសុបិនរបស់ខ្ញុំពិតជាគួរខ្លាចមែនមិនល្អទេខ្ញុំត្រូវតែធ្វើការស៊ើបអង្កេតនៅក្នុងរឿងនេះបើមិនចឹងទេខ្ញុំច្បាស់ជាគេមិនលក់នោះទេមកទៅបន្ទប់របស់លោកបងយូឈីហើយនឹងបន្ទប់របស់ប្អូនស្រីរបស់ខ្ញុំដូចជាស្ងាត់ល្អដល់ហើយពិតមែនហើយមិនឲ្យគេគេងលក់ស្រួលបានយ៉ាងម៉េចបើសិនជាពួកគេបានញ៉ាំអាហារយកមិញផងនោះហើយខ្ញុំត្រូវតែស៊ើបអង្កេតរឿងនេះដោយខ្លួនឯងទៅបានណានៅមាត់អណ្ដូងនេះគឺជាអណ្ដូងចំណាស់ដែលគេតែងតែប្រើទីតាបាសអាហាររបស់ពួកខ្ញុំឆ្ងាញ់ណាស់ដោយសារតែពួកខ្ញុំប្រើប្រាស់ទឹកអណ្ដូងដ៏ចំណាស់មួយនៅក្រោយភ្នំឯណោះណាមើលទៅដូចគ្មានស្អីចម្លែកក្លិនក៏មិនមានដែរអ្នកណាចេះអ្នកណាគេបាសតាអ្នកមកទីនេះធ្វើអីដែរណាគឺថាដោយសារតែខ្ញុំគិតថាម្ហូបនៅទីនេះឆ្ងាញ់នឹងណាទើបខ្ញុំចង់មកមើលអណ្ដូងដែលគេល្បីនោះណាគឺព្រះសង្ឃទេចង់លុបព្រលឹងទៅហើយនេះមិនមានអីពិសេសនោះទេគ្រាន់តែជាទឹកធម្មតានឹងណាឥឡូវដល់ពេលដែលខ្ញុំត្រូវស្រោចដំណាំហើយអញ្ចឹងលោកបងមកទីនេះដើម្បីស្រោចដំណាំហ៎ការងារទាំងអស់នេះប្រហែលជាធ្វើឲ្យគុណម្ចាស់ហត់ហើយទោះឲ្យខ្ញុំជាអ្នកជួយណាពេលនេះខ្ញុំស្រោចដំណាំរួចហើយប៉ុន្តែដូចជាអត់មានឃើញអីប្លែកសោះប្អូនទី4ណាឯងកុំលេងសើចជាមួយបងឲ្យសោះណាឧបាសកពិតជាខិតខំខ្លាំងមែនតើពេលនេះឧបាសកអាចទៅសម្រាប់បានហើយណាអញ្ចឹងតើខ្ញុំគួរហៅលោកបងថាម៉េចទៅពួកយើងទាំងពីរដូចជាមាននិស្ស័យគឺខ្ញុំឈ្មោះស៊ីកុងណាលោកបងស៊ីកុងឈ្មោះរបស់ខ្ញុំគឺចឹងជន់អញ្ចឹងខ្ញុំត្រឡប់ទៅវិញសិនហើយណាបើមានឱកាសពួកយើងនឹងជួបគ្នាទៀតនៅពេលដែលជាងជួនចេញទៅបាត់លោកបងស៊ីកុងហ្នឹងគាត់បានមកដួសទឹកស្រោចដំណាំបន្តទៀតប៉ុន្តែមកលោកនេះគាត់ឃើញស្បែកជើងដែតអញ្ចឹងគាត់សង្ស័យថានៅក្នុងហ្នឹងមានអ្នកធ្លាក់ទៅក្នុងហ្នឹងមែនហេតុអីបានជាមានស្បែកជើងនៅក្នុងអណ្ដូងបែបនេះអញ្ចឹងឬមួយក៏មានមនុស្សធ្លាក់ទឹកស៊ីកុងតើឯងមើលអ្វីហ្នឹងគឺអត់បាននិយាយច្រើនទេដាក់ស៊ីកុងពីក្រោយតែម្ដងបែកឈាមនឹងពេញហ្នឹងនៅពេលតែមួយនោះដែរបងប្រុសទី2តើបងទៅមកពីណាហ្នឹងគឺថាបងដើរលេងជុំវិញនេះនឹងណាហើយមិនបានជាពីអ្នកឯងនៅជាមួយគ្នាអញ្ចឹងគឺថាពួកខ្ញុំជួបគ្នាចែកដន្យទេប៉ុន្តែខ្ញុំមើលឃើញបងនឹងកំពុងតែសាងបនហ្នឹងណាទើបខ្ញុំមិនចង់រំខានបងអញ្ចឹងមានថាពីអ្នកនេះលួចមើលខ្ញុំស្រោចផ្កាតាំងពីព្រឹកដល់ល្ងាចមែនទេនោះបងប្រុសទី2បងពិតជាល្ងងមែននៅសុកហេតុអីបានជារត់ទៅខាងក្រោយភ្នំម្នាក់ឯងយ៉ាងអញ្ចឹងមិនខ្លាចថាមានរឿងអីកាត់ឡើងទេហើយពីអ្នកនេះពិតជាចម្លែកមែនបើថាមិនមែនជាប់សាច់ឈាមទៀតគឺចាប់តែម្ដងម្នាក់ដើរតាមឃាតកររោគចិត្តនៅពេលរាត្រីចំណែកម្នាក់ទៀតទៅស្រោចដំណាំនៅក្រោយជើងភ្នំដ៏សាងគ្រោះថ្នាក់ទៅវិញបងទី4អើយកុំបារម្ភពីបងពេកអីណាបងមិនអីទេព្រោះបងខ្លាំងអ្នកប្រុសទី2ពិតជាជឿជាក់លើខ្លួនឯងពេកហើយប្អូនទី4បងមិនទាន់បានប្រាប់រឿងនេះទៅដល់អូននៅឡើយទេគឺថាយកមិញវិញ្ញាណខ្មោចស្រីម្នាក់បានទៅរកបងនៅក្នុងយល់សពដូច្នេះហើយទើបបងត្រូវតែទៅកាន់អណ្ដូងមួយនោះបងប្រុសទី2បានទៅហើយប៉ុន្តែមិនមានអីទេអញ្ចឹងហើយបងកុំបារម្ភទៀតអីព្រោះថាមិនយូរប៉ុន្មានទេពួកយើងនឹងចាក់ចេញពីទីនេះហើយកំពុងតែនិយាយសុកក៏ឮកណ្ដឹងរោលកណ្ដឹងគេជួសគោះជួងបកាអាសន្ននេះតែមានរឿងអីកាត់ឡើងទៅមិនទាន់យប់អាត្រេតផងហេតុអីបានជាមានសម្លេងគេគោះជួងសម្លេងនេះណែច្បាស់ជាមានរឿងកាត់ឡើងជាមិនខាននោះទេមានរឿងមិនល្អមួយបានកាត់ឡើងនៅក្នុងវិហាររបស់យើងដូច្នេះឧបាសកបាសិកាទាំងឡាយកុំដើរផ្ដេសផ្ដាសនៅក្នុងវិហារនេះឲ្យសោះណាលោកបងតើមានរឿងអីកាត់ឡើងទៅឬមួយក៏ថាលោកបងមិនអាចនិយាយប្រាប់ពួកយើងបានបើដឹងថាគេប្រាប់បានហេតុអីបានជាសួរអញ្ចឹងណាប៉ុន្តែបើមិនប្រាប់ពួកគេគឺមិនកើតទៀតខ្លាចតាក្មេងៗទាំងអស់នេះយករឿងផ្ដេសផ្ដាសទៅនិយាយខាងក្រៅបាក់មុខបាក់មាត់វិហាររបស់អាត្មាអស់គឺថា
មានសិស្សប្អូនរបស់អាត្មាម្នាក់ត្រូវបានស្លាប់ហ៎ប្អូនប្រុសរបស់លោកបងអញ្ចឹងមានន័យថាអ្នកស្លាប់នោះប្រហែលជាក្មេងជាងនឹងហើយមើលទៅភ្ញៀវដ៏មានកិត្តិយសអើយកុំគិតច្រើនពេកអីគឺថាសិស្សប្អូនរបស់អាត្មាបានជួបឧបទ្ទវហេតុនៅពេលដែលកំពុងតែដងទឹកពីអណ្ដូងណាហ៎យកទៅអញ្ចឹងតើខ្ញុំមិនដឹងថាព្រះនាមរបស់គាត់គឺអ្វីដែរទេឈ្មោះរបស់គេគឺស៊ីកុងមានសង្ឃដីការួចព្រះសង្ឃម្នាក់នោះក៏ដើរទៅបាត់ទុកឲ្យជាងជាន់នេះនៅឈប់ផ្លឹកតែម្នាក់ឯងបងប្រុសទី2មានរឿងអីណាប្អូនទី4យូឈីគឺថាព្រះសង្ឃដែលបងជួយស្រោចផ្កានោះមានឈ្មោះថាស៊ីកុងណាអញ្ចឹងបងប្រុសសង្ស័យថាការស្លាប់ព្រះសង្ឃអង្គនេះមិនមែនជាឧបទ្ទវហេតុទេមែនទេបើសិនជាវាជាឧបទ្ទវហេតុមែននោះវាពិតជាចៃដន្យពេកហើយណាប៉ុន្តែល្ងាចមិញនេះគេដូចជាធម្មតាទេតាហេតុអីបានជានៅសុកស្រាប់តែស្លាប់បាត់អញ្ចឹងខ្ញុំគិតថាប្រហែលជាមានអ្វីនៅក្នុងអណ្ដូងមួយនោះព្រះសង្ឃអង្គមួយនោះប្រហែលជាអាចបានឃើញអ្វីនៅក្នុងអណ្ដូងហើយក៏ត្រូវបានគេសម្លាប់បន្ទាប់ពីបងប្រុសរបស់ខ្ញុំចាក់ចេញមកនៅទីនេះពិតជាចម្លែកខ្លាំងណាស់ហើយក៏គ្រោះថ្នាក់ខ្លាំងដែរពួកយើងគួរតែប្រញាប់ត្រឡប់ទៅវិញតែម្ដងទៅណាហាលោកបងយូឈីនេះមិនគិតថានៅទីនេះអាចនឹងមានជនរងគ្រោះលើពីមួយទេហេតុអីបានជានៅសុកមានមនុស្សស្លាប់បែបនេះតើបងមានមនោសញ្ចេតនាដែរទេនៅពេលដែលគេមានរឿងឯងចាក់ចេញបែបនេះមនោសញ្ចេតនាខ្ញុំមិនមានទេណានេះលោកបងយូឈីគឺជាមនុស្សបែបនេះយូឈីយកដៃគោះធូងខ្លួនឯងហើយក៏និយាយថាបេះដូងរបស់គាត់បានចាក់ចេញពីរាងកាយយូរណាស់មកហើយមើលអាម៉ាន់នឹងធ្វើមុខបងប្រុសទី2ខ្ញុំគិតថាពួកយើងគួរតែចាក់ចេញទៅណាព្រោះថាប្អូនខ្លាចបងពិតជាល្ងើមែនឯងគឺជាមនុស្សស្រីដូច្នេះឯងប្រហែលជាខ្លាចខ្លាំងណាស់ហើយអញ្ចឹងមិនបាច់ចាំយូរអីទេរៀបចំឲ្យវ៉ាន់ឆៃចាក់ចេញទៅតែម្ដងទៅបំភ្លេចចោលតែម្ដងទៅបើសិនជាខ្មោចនឹងចង់មកនិយាយជាមួយខ្ញុំក៏មកបើសិនជាខ្មោចស្រីហើយនឹងលោកបងនោះទៅចាប់ជាតិហើយក៏វាមិនមែនជាបញ្ហារបស់ខ្ញុំដែរខ្ញុំមិនមែនជាអ្នកបង្ករឿងផងអញ្ចឹងខ្ញុំនឹងប្រញាប់ទៅរៀបចំឲ្យវ៉ាន់ភ្លាមលោកប្រុសទី2គិតថាអ្នកនាងរបស់ខ្ញុំខ្លាចអញ្ចឹងពិតជាល្ងើមែនជាមកដល់ខាងខាងក៏មានអ្នកស្រុកអ្នកភូមិហ្នឹងគេនិយាយពីរឿងវិហារលេងអ៊ូហ្នឹងបានលើមកថាមានព្រះសង្ឃមួយអង្គបានរអិលដួល3ក្បាលនៅពេលដែលយកទឹកណាពិតជាគួរឲ្យអាណិតណាស់លើគេនិយាយថាគាត់ឈាមហូរគ្រប់ទីកន្លែងតែម្ដងហើយសង្ស័យថានេះជាវាសនារបស់គាត់ទេមើលទៅនោះអ្នកនាងអាហ្វៃមានសម្បត្តិឲ្យអ្នកនាងមួយណាព័ត៌មានពីគ្រួសារតកូលីនឹងបាននិយាយថាអ្នកនាងរបស់ពួកគេបានមកបន់ស្រន់នៅវិហារលៀងអ៊ូប៉ុន្តែមិនទាន់ឃើញត្រឡប់ទៅវិញនៅឡើយនោះទេអ្នកនាងលីបានទៅអត់ធូរនៅវិហារលៀងអ៊ូអញ្ចឹងប៉ុន្តែកូននេនម្នាក់នោះបាននិយាយថាអ្នកនាងលៀងអ៊ូមិនដែលត្រឡប់មកវិហារនេះអស់រយៈពេលជាយូរណាស់មកហើយគឺគេមិនបានមកអស់រយៈពេល1 ខែហើយឬមួយក៏មានមនុស្សមកលេងវិហារនេះច្រើនពេកទើបកូននេនម្នាក់នោះមិនបានចាប់អារម្មណ៍ទៅលើនាងប្រាប់អាហ្វៃទៅថាបើសិនជាគេមកដល់ទីនេះត្រូវតែមកជួបយើងភ្លាមចាអ្នកនាងអាហ្វៃបានមកដល់ហើយអាហ្វៃតើថ្ងៃនេះឯងបានទៅប៉ុន្មានកន្លែងហើយខ្ញុំបានទៅភូមិចំនួន5ប៉ុន្តែដូចជាមិនមានគ្រួសារណាមួយដែលមានបញ្ហានោះទេតើភូមិដានយ៉ាងនោះនៅឆ្ងាយពីទីនេះទេគឺនៅមិនឆ្ងាយពីទីនេះទេណាអ្នកនាងអញ្ចឹងតើមេគ្រួសាររបស់គ្រួសារតកូលីហ្នឹងគេមានមុខរបរអីដែរគឺលោកម្ចាស់គ្រួសារតកូលីនោះគឺជាមនុស្សម្នាក់ដែលពូកែខ្លាំងមែនតែនគាត់គឺជាអ្នកមានមុខមានមាត់ហើយមានទ្រព្យសម្បត្តិនៅក្នុងភូមិដានយ៉ាងនោះណាមុននេះគឺមានមនុស្សស្លាប់នៅវិហារលីងអូចុះព័ត៌មាននេះបានផ្ដល់ដំណឹងទៅដល់ភូមិដានយ៉ាងហើយឬនៅខ្ញុំបានឮនៅពេលដែលខ្ញុំធ្វើដំណើរត្រឡប់មកទីនេះណាអ្នកនាងអាហ្វៃឆែងឆាប់ទៅផ្ដល់ដំណឹងឲ្យលោកម្ចាស់លី
ប្រាប់គាត់ថាអ្នកនាងលីគ្រួសាររបស់គាត់នោះត្រូវបានគេច្រានទម្លាក់អណ្ដូងនៅពេលនេះនឹងបានស្លាប់បាត់ហើយគឺនៅវិហារលីងអ៊ូឯណោះបើឯងមិនប្រញាប់ទៅនោះទេឯងនឹងគ្មានឱកាសរកយុត្តិធម៌ឲ្យអ្នកនាងលីនោះទេប៉ុន្តែថាអ្នកនាងពួកយើងប្រាប់គេដោយរបៀបណាទៅបើសិនជាពួកយើងមិនមានភស្តុតាងផងនោះការពិតភ័យធ្វើឲ្យមនុស្សខ្វះការពិចារណានៅពេលដែលលោកលីបានដឹងដំណឹងនេះហើយគាត់ច្បាស់ជាភ័យតក់ស្លុតជាមិនខាននោះទេខ្ញុំគិតថាអ្នកនាងលីគឺជាគន្លឹះសំខាន់ដើម្បីរកដំណោះស្រាយនៅបញ្ហាមួយនេះអញ្ចឹងខ្ញុំនឹងប្រញាប់ទៅហើយណាអ្នកនាងប្រញាប់ទៅចុះនេះនាងគិតថាអ្នកនាងលីម្នាក់នោះនៅក្នុងអណ្ដូងនោះដែរអញ្ចឹងហ៎នេះលោកហ៊ានលុយស្ដាប់គេនិយាយគ្នាផងហ៎ខ្ញុំមិនបានលុយស្ដាប់ទេគ្រាន់តែជាខ្ញុំវិវ័យនឹងណាកុំឆ្លោះគ្នាអីយើងគួរតែចូលទៅនិយាយរឿងសំខាន់របស់យើងតែម្ដងទៅលោកយូនេះគឺជាបញ្ហារបស់ខ្ញុំទេលោកឯងកុំចេះនេះតើពេលណាខ្ញុំផុតពីជាមួយកំឡោះម្នាក់នេះទៅណានាងនិយាយបែបនេះមិនត្រូវទេវាគឺជាបញ្ហារបស់យើងទាំងពីរណានាងកុំភ្លេចថាយប់នោះណែបិទមាត់របស់លោកឯងទៅហើយខ្ញុំគិតត្រូវហើយខ្ញុំមិនគួរនិយាយជាមួយមនុស្សចង្រៃម្នាក់នេះទេពេលនេះមិនមែនជារឿងគួរតែនិយាយរឿងផ្ដេសផ្ដាសអត់ទាំងនេះនោះទេពិតមែនហើយថ្ងៃនេះអ្នកនាងលីបានទៅអុជធូបប៉ុន្តែថ្មីអញ្ចឹងប្រហែលជាមិនតមានក្លិនស្អុយនៅឡើយទេណាអញ្ចឹងខ្ញុំគិតថាអ្នកដែលស្លាប់នៅក្នុងអណ្ដូងនោះមិនមែនជាអ្នកនាងលីនោះទេប៉ុន្តែហេតុអីបានជានាងឲ្យអាកូនក្មេងម្នាក់នោះនាំព័ត៌មានទៅឲ្យលោកម្ចាស់លីអញ្ចឹងខ្ញុំគ្រាន់តែគិតថាអ្នកនាងលីមានជាប់ពាក់ព័ន្ធជាមួយអ្នកស្លាប់ម្នាក់នោះតែប៉ុណ្ណោះប៉ុន្តែមិនមែនមានន័យថាគ្មានបញ្ហាអីកើតឡើងទៅលើនាងនោះទេណាពិតជាឆ្លាតហើយប្រកែដឹងស្ថានភាពបែបនេះពិតជាស័ក្តិសមធ្វើជាប្រពន្ធរបស់ខ្ញុំមែនណាអានេះគឺជាកាដូសម្រាប់នាងតើវាជាអីទៅនេះគេមិនមែនទៅសេអីផ្ដេសផ្ដាសឯណាយខ្ញុំមិនចង់បានវាទេលោកឆាប់យកវាចេញទៅវិញទៅបានបើសិនជានាងមិនចង់ដឹងទេថាគ្រួសារណាខ្លះបានបាត់បង់កូនស្រីនោះខ្ញុំនឹងយកសម្បត្តិមួយនេះទៅដុតចោលក៏បានដែរហើយជប់សិនមនុស្សចង្រៃម្នាក់នេះមានចេតនាធ្វើរឿងនេះទេតើចាត់ទុកថាខ្ញុំជាអ្នកអង្វរនាងឲ្យអានសម្បត្តិនេះទៅចោះឆាប់យកទៅអានទៅណាពុទ្ធអើយអ្នកនាងតើខ្ញុំគួរតែចូលទៅដែរឬទេនេះអ្នកទាំងអស់គ្នារឿងយើងចប់ប៉ុណ្ណឹងសិនជួបគ្នានៅវគ្គក្រោយទៀតប៉ុន្តែចង់និយាយថារឿងអាសឺនឹងចេញចប់ហើយតែដឹងកើតអី website វាខូចចុះទៅឃើញតាពាក់កដាលវិញរឿងវាចប់ត្រឹម400ភាគជាង440ជាងតែដល់ពេលហើយwebsite វាមេរោគស៊ីមិនដឹងទេឥឡូវបាត់អស់ពាក់កដាលសល់តែ200ជាងសេតបដ ாய்